បាទសំរាបសួរទៅកាន់ពុកម៉ែបងប្អូនជាទីមេត្រីថ្ងៃនេះក៏ខ្ញុំមកបង្ហាញការដាក់អក្សរខ្មែរទៅលើផ្ទាំងរូបភាពដែលបងប្អូនចង់កាត់ជារូបភាពធ្វើជា thumbnail ឬមួយធ្វើជា cover ចម្រៀងអីចឹងបងប្អូនណាហ្នឹងហើយបងប្អូនអាចមានកម្មវិធីមួយនេះបាទបងប្អូនមើលតាមកញ្ញៅដៃខ្ញុំបាទនេះខ្ញុំគូអឺកម្មវិធីមួយនេះបងប្អូនចូលទៅ download ទៅបាទបើបងប្អូនមិនទាន់មានទេបងប្អូនចូលទៅ download ក្នុង App Store ទៅហ្នឹងហើយវាមានបងប្អូនវាមានឈ្មោះនេះបងប្អូននេះបងប្អូននេះខ្ញុំមកចេះអង់គ្លេសទេបាទហ្នឹងហើយបើបងប្អូនចង់វាយក៏វាយតាមអក្សរលើនេះខាងលើនេះទៅបាទហ្នឹងហើយបើមិនចាញ់ហើយបាទហ្នឹងហើយនេះបងប្អូននេះកម្មវិធីនេះណាបងប្អូនណាហ្នឹងហើយឥឡូវខ្ញុំតម្លើងវាហើយបាទខ្ញុំមានហើយឥឡូវថតមកវិញសិនបញ្ជាក់ទៅបងប្អូនឲ្យគាត់បានដឹងណាខ្ញុំទៅដល់រួចសិនឥឡូវយើងចុចចំកម្មវិធីនឹងមកឥឡូវនេះហ្វូនខ្មែរខ្ញុំរកបានហើយបាទខ្ញុំដាក់បានហើយតែខ្ញុំបង្ហាញទៅកន្លែងហ្វូនខ្មែរទៀតឥឡូវខ្ញុំថយសិនបាទថយសិនខ្ញុំចូលទៅកន្លែងហ្វូនខ្មែរណាឥឡូវយើងចូលទៅ Google ទៅបងប្អូនចូល Google ទីសិននៅឆ្ងាយបងប្អូនអើយខ្ញុំចង់ឃើញសោះហ្នឹងហើយGoogle នេះបាទនេះ Google បងប្អូនបែរជាមាននៅក្នុងទូរស័ព្ទ Android ហ្នឹងបងប្អូនយើងចុចទៅបាទហេបងប្អូនដែលនេះឈ្មោះបងប្អូនណានេះឈ្មោះនេះបងប្អូនឈ្មោះវាខាងលើនេះអក្សរអង់គ្លេសបាទហ្នឹងហើយយើងសរសេររួចហើយយើងចុចចំឈ្មោះវាទៅបាទហ្នឹងហើយអូខេរួចហើយយើងចុចចំយើងអក្សរខ្មែរហ្នឹងយើងឆ្លាញ់មួយណាក៏យើងចុចតាមមួយហ្នឹងទៅបាទហ្នឹងហើយហើយយើងឆ្លាញ់ខាងនេះបាទខាងលើនេះយើងចុចចំវាកំពុងតែដើរឥឡូវយើងមានផ្ទាំងអក្សរខ្មែរច្រើនបងប្អូនណាឥឡូវបងប្អូនចង់បានមួយណាហ្នឹងបងប្អូនពេលខ្លះវាមានទិញពេលខ្លះវាជា free អស់អញ្ចឹងបងប្អូនឥឡូវយើងចុចកន្លែងត្រី3ខាងឆ្វេងដៃនេះមកបាទហ្នឹងហើយយើងចុចទៅហើយយើងចុចអាទី2នេះមកខ្ញុំសូមជាអង់គ្លេសដែរយើងរឹបពីលើមក1 2នេះមកបាទនេះបាទដាក់សញ្ញាឲ្យបងប្អូនមើលចុចចឹងទៅឥឡូវវាចេញពាណិជ្ជកម្មឥឡូវយើងចុចបិទពាណិជ្ជកម្មចោលហ្នឹងហើយចុចម្ដងទៀតវាឲ្យទៅចុចម្ដងទៀតអញ្ចឹងហើយវាចេញបែបទម្រង់បែបនេះបាទទម្រង់បែប download បងប្អូនហ្នឹងហើយឥឡូវយើងចូលទៅ download ទៅឥឡូវយើងឆ្លាញ់អក្សរមួយណាបងប្អូនឆ្លាញ់អក្សរមួយណាដែលបងប្អូនចូលចិត្តហ្នឹងបងប្អូនណាហ្នឹងហើយឥឡូវខ្ញុំឧទាហរណ៍បងប្អូនមួយឥឡូវខ្ញុំកំពុងទៅដល់រោសិនឆ្លាញ់អក្សរបែបអក្សរបែបនេះបងប្អូនណាជាមួយខ្ញុំចុច download មួយណា download មួយវាឲ្យទៅកាន់ Gmail របស់យើងឥឡូវយើងយល់ព្រមមកនៅខាងក្រោមនេះបាទយល់ព្រមចុចកន្លែងយល់ព្រមនេះមកឥឡូវនេះវាឲ្យយើងបើកជាមួយនឹងកម្មវិធីហ្នឹងឥឡូវយើងចុចចំកន្លែងកម្មវិធីហ្នឹងទៅបាទអូខេឥឡូវវាកំពុងតែដើរកៅយើងហើយបងប្អូនណាហ្នឹងហើយវាកំពុងតែដើរសិនហើយបន្ទាប់មកវាចាញ់ហើយបាទឥឡូវខាងក្រោមនេះជាឈ្មោះរបស់នេះអក្សរឥឡូវយើងលុបចេញមកបងប្អូនលុបឈ្មោះនឹងចេញមកអូខេរួចហើយយើងសរសេរជាចំណងជើងចំណាំទុកអញ្ចឹងណាឥឡូវខ្ញុំសរសេរជាលក្ខណៈថាជាមួយខ្ញុំសរសេរជាខ្មែរនៅខ្មែរចឹងមកខ្មែរឥឡូវខ្ញុំសរសេរខ្មែរយើងសៀវទុកខាងនេះមកបាទនេះសៀវទុកនេះមកបាទអូខេខ្ញុំជិះអូខេមួយទៀតមកបាទចឹងហើយឥឡូវបានហ្វុនខ្មែរឥឡូវយើងថយអស់សិនអូខេឥឡូវយើងបន្ទាប់មកយើងចូលទៅកាន់កម្មវិធីមុនបាទនេះកម្មវិធីនេះបាទហ្នឹងហើយដែលខ្ញុំប្រាប់ពីដើមវីដេអូហ្នឹងបងប្អូនចុចទៅអូខេឥឡូវនេះយើងចុចកន្លែងប៊ិចនេះមកបងប្អូនចុចកន្លែងប៊ិចនេះហើយយើងចុចកន្លែងលើនេះបងប្អូនណានេះចុចលើនេះមកយើងទៅរកកន្លែងខ្មែរយើងសេមិញនេះបងប្អូននេះសិតតែអក្សរហ្វុនខ្មែរដែលខ្ញុំបានយកលោតទុកឥឡូវយើងសរសេរកន្លែងខ្មែរនេះមិញបាទចុចចំកន្លែងខ្មែរនេះមកអូខេហើយយើងសរសេរមកបាទចេះមកបងប្អូនចេះមកហើយបងប្អូនហ្នឹងហើយឥឡូវយើងសៀវកន្លែងនេះមកបាទនេះ
siêu cho mố lấy dương miên cái lên sere bằng phone á lên sere dương sere ở trong mấy cái bạn đang phone này đã po mấy cái bạn này sẽ tại cho bạn cho mố bạn cho mố ở cái miền là khang crom cho tao một tô trong chơi mố bạn lấy dương sere mố nè sere cho mố bị thông pe chân mố nè chơi mố lấy sere vào top trên mố ok chơi mố chơi mố lấy dương mưa tôi đang xả đấy của việc xì nè đi ok lấy dương cho kháng lươn đi mỗi bạn nè kháng lươn đi mỗi nè cái giang phồn kháng lươn đi mỗi ok lấy lấy phần top mỗi dương ở tiền rồi đừng thom tịnh thay coi sẵn của thì thay đừng thom tịnh thom tịnh của này đây sata này à so để nhầm xây tục đang của này à so xã đang còn nhưng trong nhiều tất đạ chia tham neo tục hòn hoặc nông YouTube ឬចង់សរសេរទុកកាត់តជាវីដេអូចម្រៀងហ្នឹងបងប្អូនអាចធ្វើបានហ្នឹងហើយឥឡូវបងប្អូនឆ្ងល់ត្រង់ណាអាច comment បានហ្នឹងហើយវីដេអូនេះបញ្ចប់ត្រឹមនេះបងប្អូនបាយបាយទាំងអស់គ្នាសូមជួយគ្រប់គ្រងដល់Acon Channel ខ្ញុំម្នាក់មួយផងបាទហ្នឹងហើយកុំភ្លេចបងប្អូនបាយបាយ